ឡានអគ្គិសនីឬក៏ប្រភេទ plug-in hybrid ចូលមកដល់ឡានភ្លាមបងប្អូនដើម្បីដំណើរការទៅមុខបានលុះត្រាបងប្អូនពាក់ខ្សែក្បាត់សិនតែអញ្ចឹងទេគឺដាក់លាក់ទៅមុខទេបាទអញ្ចឹងលក្ខណៈពិសេសសម្រាប់ឡានអគ្គិសនីឬក៏ plug-in hybrid គឺបែបនេះឯងហើយមួយទៀតបងប្អូនឡាននេះសម្រាប់សំឡេងមានន័យថាស្ងាត់ល្អបាទចូលមកដល់ក្នុងរថយន្តគឺស្ងាត់បងហើយការបោកបោគឺអារម្មណ៍ខ្ញុំផ្ទាល់គឺមានអារម្មណ៍ថាគឺ smooth បាទហើយការ design ក្នុងគឺតាក់ភ្នែកខ្លាំងមែនទែនដូចបងប្អូនឃើញស្រាប់អញ្ចឹងគឺតលាយមែនទែនបាទហើយការ design មើលមកគឺអត់ញ៉ៃញ៉ៃបាទគឺតលាយស្លាស់ល្អហើយឡាននេះបញ្ជាក់ជូនបងប្អូនដែរសម្រាប់ plug-in hybrid ឬក៏អគ្គិសនីសុទ្ធគឺឥឡូវនេះយើងមាន promotion ពិសេសបាទគឺបញ្ចុះតម្លៃដូចគ្នាសម្រាប់ plug-in hybrid តម្លៃពេញបាទ$35,000តែឥឡូវគេបញ្ចុះឲ្យនៅសល់តែ$32,999ទេបងប្អូនហើយដែលពិសេសមួយទៀតប្រភេទអគ្គិសនីសុទ្ធកាត់ជា EV អញ្ចឹងតម្លៃចុះឲ្យនៅសល់តែ$26,999ទេបងប្អូនរូបរាងអីដូចគ្នាទាំងអស់បាទខុសតែមួយដំណើរការអគ្គិសនីសុទ្ធមួយទៀតដំណើរការអគ្គិសនីលេខសាំងបាទចាំបងប្អូនចង់បានមួយណាក៏បានដែរហើយនេះបងប្អូនឃើញចាក់ស្ដែងហ្នឹងបងប្អូនកាមេរ៉ា360ដឺក្រេគឺមើលមកជុំឡានតែម្ដងចង្កត់ទុនធូរស្រួលបើកបាទងាយស្រួលប្រើប្រាស់មែនទែនហើយបងប្អូនគិតទៅលើការសន្សំចៃទៀតខ្ញុំរីកមិនខ្លាំងមែនទែនសម្រាប់អ្នកបងប្អូនដែលប្រើប្រាស់ក្នុងក្រុងច្រើនបាទវាជួយសេលលុយខ្លាំងមែនទែនបងប្អូនទាំងការចំណាយទាំងប្រចាំខែប្រចាំថ្ងៃគឺជួយច្រើនណាស់បងប្អូនហើយអញ្ចឹងបងប្អូនគួរតែសាកមកប្រើរថយន្ត Chevrolet Captiva បាទទាំង plug-in hybrid បាទឬក៏អគ្គិសនី EV បាទហើយតម្លៃល្អបងប្អូនធានាហើយសូម្បីតែអាគុយគឺយើងធានារហូតដល់រយៈពេល8ឆ្នាំឬដល់60000គីឡូម៉ែត្រទៅលើអាគុយអញ្ចឹងសម្រាប់ថាបងប្អូនប្រើនេះមកអស់សាច់លុយបងប្អូនហើយទី2បងប្អូនដឹងស្រាប់ហើយឡានអាមេរិកគឺសាច់ដែកធ្ងន់ហាត់ណែនទៅលើបើនិយាយពី brand យើងមិននិយាយទេគឺអាយុកាលនៃការផលិតវាចូល100ឆ្នាំជាងហើយអញ្ចឹងតើតើការបត់ពិសោធន៍អីគឺល្អមែនទេបងប្អូនជុំបងប្អូនគួរតែពិចារណាបាទអូខេអរគុណច្រើនមានតែប៉ុណ្្នឹងទេ